បាទថ្ងៃនេះខ្ញុំបានសម្រាយរឿងមួយដែលបានពាក់ព័ន្ធនឹងរឿងនេះគឺបានពីលោកពូម្នាក់គាត់បានចែករំលែកនៅរឿងរ៉ាវជីវិតពិតរបស់គាត់ដល់ខ្ញុំហើយពាក់ព័ន្ធនឹងចំណងជើងនេះគឺខ្ញុំដាក់ឈ្មោះថារឿងបុរសប្រពន្ធច្រើនឬក៏បុរសស៊ីប្រពន្ធបាទហើយពាក់ព័ន្ធនឹងឈ្មោះនឹងអីគឺខ្ញុំដាក់ឈ្មោះឲ្យគាត់ឈ្មោះថាលោកពូសម្បត្តិបាទអញ្ចឹងខ្ញុំនឹងដំណើររឿងនេះជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទមានពូម្នាក់ឈ្មោះថាពូសម្បត្តិរស់នៅក្នុងទឹកដីខេត្តកណ្ដាលហើយពូសម្បត្តិបានរៀបអាពាហ៍ពិពាហ៍ប្រពន្ធទី1របស់គាត់នៅក្នុងឆ្នាំ1980ហើយបានកូនប្រុសស្រីចំនួន2នាក់ហើយជាអកុសលប្រពន្ធទី1របស់គាត់បានទទួលមរណភាពបាត់ទៅដោយសារជំងឺដោយភាពឯកោរបស់គាត់មិនបានយូរពូសម្បត្តិបានយកប្រពន្ធទី2របស់គាត់គឺនៅក្នុងស្រុកឃុំតែមួយគ្នានិងខេត្តជាមួយគ្នាហើយសូមបញ្ជាក់ថាប្រពន្ធទី2របស់គាត់គឺនៅលាវអ្នកទាំងពីរបានរស់នៅជាមួយគ្នាអស់រយៈពេលជាយូរហើយបានចំណងដៃនៅកូនប្រុសស្រីចំនួន5នាក់សរុបមកវិញប្រពន្ធទី1និងប្រពន្ធទី2របស់គាត់បានកូនប្រុសស្រីសរុបចំនួន7នាក់ហើយជាអកុសលប្រពន្ធទី2របស់គាត់បានស្លាប់ទៅទៀតនៅក្នុងឆ្នាំ2024ការស្លាប់របស់គាត់ដោយសារជំងឺប្រចាំកាយរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យជីវិតរបស់លោកពូសម្បត្តិធ្វើឲ្យជីវិតរបស់គាត់ឯកោដោយសារភាពឯកោរបស់គាត់មិនបានយូរគាត់ក៏បានសម្រេចចិត្តយកប្រពន្ធទី3របស់គាត់មួយទៀតហើយប្រពន្ធទី3របស់គាត់បានរៀបចំសែនព្រេននៅក្នុងឆ្នាំ2025ថ្មីនេះហើយសូមបញ្ជាក់ថាប្រពន្ធទី3របស់គាត់គឺជាស្ត្រីមេម៉ាយដែលមានកូនប្រុសស្រីចំនួន3នាក់សរុបមកវិញសម្រាប់លោកពូសម្បត្តិគឺមានកូនសរុបចំពោះប្រពន្ធទី1ប្រពន្ធទី2និងប្រពន្ធទី3របស់គាត់គឺមានកូនប្រុសស្រីចំនួន10នាក់សម្រាប់រឿងរ៉ាវបន្តទៀតខ្ញុំបាទនឹងចែករំលែកនៅព័ត៌មានពាក់ព័ន្ធទៅនឹងជីវិតពិតរបស់គាត់បន្តទៀតសម្រាប់ពុកម៉ែបងប្អូនដើម្បីទទួលបាននៅវីដេអូឬក៏សម្រាយរឿងឬក៏ដំណើររឿងថ្មីសូមកុំភ្លេចជួយ Subscribe នៅ Channel នេះមួយផងដើម្បីទទួលបាននៅរឿងថ្មីពីខ្ញុំបាទអរគុណជម្រាបលា